មុននឹងចូលទៅដល់សាច់រឿងរបស់យើងខ្ញុំមកណែនាំអ្នកនរគ្នាជាមួយនឹងតួអង្គពីរនេះអ្នកនរគ្នាតែងតែឃើញគាត់នៅចុងវីដេអូឯងតែអត់ដឹងថាតើប្រវត្តិគាត់ឬមួយក៏គាត់មានមុខងារគេចឹងហើយខ្ញុំមកបកស្រាយឲ្យអ្នកនរគ្នាដឹងថ្ងៃហ្នឹងម្នាក់ស្រីសក់លឿងនេះឈ្មោះថា Clementine ពីមុនគាត់ធ្លាប់ជាសមាជិកនៃកម្ពីខ្មៅគាត់នេះផងដែរក៏ជាគិតករដែលសាហាវម្នាក់ដែរចំណែកតានេះវិញក៏មានឈ្មោះថា Cachitel Badantel カジットデイルバダンテル ហើយគាត់នេះផងដែរគឺជាគ្រូយុទ្ធសាស្ត្រម្នាក់ដែលពូកែគាត់ពូកែជាងអ្នកណាទាំងអស់នៅក្នុង Irentel ហ្នឹងគាត់ពីមុនជាសមាជិករបស់សង្គមសម្ងាត់មួយដែលមានឈ្មោះថា Soranon ហើយគាត់រស់នៅកន្លែងកប់ខ្មោចរបស់ Irentel ចំណែក Clementine ហ្នឹងគាត់មិនមែនកូនចៅរបស់តាហ្នឹងទេតែគាត់គឺជាអ្នកធ្វើការងារជាមួយគ្នានៅចុងវីដេអូភាគទី5គាត់បានបង្ហាញខ្លួនដែលគាត់មកកន្លែងកប់ខ្មោចរបស់ Irentel ហើយមករក Kachit ដែលជាគ្រូខ្មោចនៅហ្នឹងគាត់មករកហ្នឹងក៏ដោយសារតែគាត់លួចបានរបស់មួយដែលជាមកុដនៃភាពឆ្លាតវៃហើយមកុដនោះផងដែរគាត់លួចមកពីពនាងដែលស្ថិតនៅនគរ Slain Theocracy មកុដនេះផងដែរគឺជារបស់ដែលពិសិដ្ឋមួយដែលគេបិទចិត្តទុកឲ្យឆ្ងាយចេញពីអ្នកដែលពាក់វាហើយអ្នកពាក់វាក៏ពិសេសដែរក្នុងចំណោមមនុស្ស1លាននាក់មានតែម្នាក់ទេដែលអាចពាក់បានខែជាតិគាត់ក៏ប្រាប់ទៅវិញថាមកុដហ្នឹងបើសិនជាអត់មានម្ចាស់ពាក់ទេគឺវាប្រៀបបានដូចតែសម្រាមអញ្ចឹងយកមកក៏អត់ប្រយោជន៍ដែរ Clementine គាត់ក៏និយាយថាចឹងហើយបានខ្ញុំមករកឲ្យលោកជួយដោយសារខ្ញុំលើថានៅ Irentel មានក្មេងប្រុសម្នាក់ដែលអាចប្រើយុទ្ធសាស្ត្របានគ្រប់មុខចឹងហើយមកុដមួយនេះច្បាស់ជាគេអាចប្រើបានដែរអ្នកនរគ្នាស្គាល់ក្មេងប្រុសនោះហើយគឺ Naperia Bella យើងហ្នឹងខែជាតិគាត់ក៏ថាទេរឿងចាប់មនុស្សចឹងឯងដូចជាមិនត្រូវការជំនួយពីយើងទេម្នាក់ស្រីនឹងក៏ថាខ្ញុំមិនមែនមករកលោកឲ្យទៅជួយចាប់មនុស្សទេតែចង់ឲ្យលោកជួយធ្វើឲ្យមានភាពរញ៉េរញ៉ៃឲ្យធំនៅពេលដែលខ្ញុំចេញទៅចឹងមានន័យថាគាត់ចង់ឲ្យតានឹងបង្កើតភាពវឹកវរដើម្បីឲ្យគាត់គេចខ្លួនហើយបើសិនជាតានឹងជួយគាត់ក៏បានធ្វើការងាររបស់គាត់ដែរហើយខៃជីគាត់ក៏បានយល់ព្រមមកដល់ចុងភាគទី6វិញយើងក៏បានឃើញ Clementina គាត់កំពុងតែសម្លាប់ទាហានដែលនៅយាមការនៅទីនោះក៏ដោយសារតែគាត់កំពុងតែតាមរក Naperia Bella យើងនឹងឯងហើយសម្រាប់ទាហានទាំងអស់នោះក៏ដោយសារតែពួកគេអត់ដឹងថា Naperia Bella យើងទៅណានោះទេរហូតមកដល់បរិះម្នាក់គាត់ក៏ថាគាត់នឹងប្រាប់អ្វីដែលគាត់ដឹងទាំងអស់តែ Clementina គាត់ក៏ថាទេឯងអាចកុហកយើងបានបន្ទាប់មកគាត់ក៏បានយកកូនក្បិតចាក់បរិះម្នាក់ហ្នឹងទៅក្បិតមួយហ្នឹងគឺស្តៀងទៅនឹងខ្សែរបស់ Wonder Woman ណាអ្នកនរគ្នាស្គាល់នៅពេលដែលចាក់ទៅបរិះម្នាក់នោះក៏និយាយការពិតចេញមកទាំងអស់បន្ទាប់មកគាត់ក៏បានមកជួបខៃជីតវិញហើយគាត់ក៏បានឃើញថាខៃជីតកំពុងតែជប់ zombie ឲ្យដើរចេញទៅក្រៅបន្ទាប់មកយើងក៏ដឹងថាគោលបំណងរបស់ខៃជីតគឺជាអីគោលបំណងរបស់គាត់ហ្នឹងគឺគាត់បានត្រៀមកងទ័ព zombie និងក្រុងឆ្អឹងដើម្បីថ្ងៃណាមួយគាត់យកកងទ័ពទាំងអស់នោះវាយចូលក្រុង Irentel តែម្ដងហើយគាត់ក៏បានត្រៀមការងារមួយនេះគឺមួយឆ្នាំម្ដងហើយបន្ទាប់មកគាត់នឹងឲ្យទីក្រុង Irentel ហ្នឹងក្លាយទៅជាទីក្រុងខ្មោចហើយគាត់ក៏ក្លាយទៅជាជីវិតអមតៈឥឡូវបើអ្នកគ្នាដឹងហើយតោះយើងចូលដល់សាច់រឿងរបស់យើងមិនចាប់ផ្ដើមដោយក្រុមរបស់ម៉មនយើងបន្តដំណើរទៅកាន់ភូមិខនទៀតហើយម៉មនគាត់ក៏បាននឹកឃើញទៅដល់ព្រឹកមិញលោកម៉មនខ្ញុំពិតជាសុំទោសខ្លាំងណាស់នៅរឿងកាលពីយប់ម្សិលមិញហើយម៉មនគាត់ក៏បាននិយាយអីវិញដែរម៉មនគាត់ក៏គិតនៅក្នុងខ្លួនថាទោះបីជាគាត់ក្លាយទៅជាបិសាចទាំងផ្លូវកាយនិងផ្លូវចិត្តគាត់នៅតែធ្វើខ្លួនឲ្យដូចថាមានអារម្មណ៍ទៀតរបៀបថាគាត់ចង់សម្ដែងឲ្យគេមើលលោកគ្រុឌមើលទៅដូចជាស្ងាត់ពេកគាត់ក៏បងវាយឱកាសគាត់ក៏និយាយថានៅតំបន់នេះទេសភាពស្អាតមែនទែនអញ្ចឹងដូចជាមិនចាំបាច់ត្រូវការដើរតាមជាជួរអញ្ចឹងទេណា Peter គាត់ក៏និយាយថាវាជាការងារសំខាន់ដែលយើងធ្វើជាអ្នកការពារគឺអញ្ចឹងយើងត្រូវដើរអញ្ចឹងហើយ Dane គាត់ក៏និយាយថាត្រឹមត្រូវណាស់សត្រូវដែលខ្លាំងរបស់យើងនឹងគឺការធ្វេសប្រហែស Ninja ក៏បន្តថាសត្វនេះវាមិនអាចវាយលោកយើងក៏ថាបានទេហើយឯងក៏ថារឿងហ្នឹងវាកើតឡើងមែនអី Ninja អត់ប្រកាសដែរក៏ដោយសារតែនៅជុំវិញតំបន់ Irentel ហ្នឹងមានសត្វនាគមួយក្បាលដែលគេហោះជុំវិញនឹងដោយសេរីភាពហើយពួកគេកាន់កាប់នៅម្ដុំនោះឯងហើយបើនៅខាងជើងវិញគឺនៅលើភ្នំ Asilisia ខ្ញុំលើថានៅលើភ្នំហ្នឹងគឺមាននាគ2 3ក្បាលរស់នៅនោះដែលគេហៅថានាគទឹកកកបន្ទាប់មកម៉ងកាគាត់ក៏បានសួរតែឯងស្គាល់ឈ្មោះនាគដែលហោះដោយសេរីនៅជិត Irentel ហ្នឹងអត់ខ្ញុំអត់ស្គាល់ផងតែចាំមើលខ្ញុំទៅឆែកមើលនៅពេលដែលខ្ញុំត្រឡប់ទៅទីក្រុងវិញហ្នឹងហើយចាំជួយធ្វើឲ្យខ្ញុំផង Ninja បាទលោកម៉មនចាំខ្ញុំធ្វើឲ្យបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានសប្បាយចិត្តក៏ដោយសារតែឃើញម៉មននិង Ninja ត្រូវគ្នាវិញអ្នកនរគ្នាខ្វាន់តិចទៀតគឺយើងទៅដល់ភូមិខនហើយម៉ងកាគាត់ក៏បានគិតថានៅក្នុង Yattasel គេចាត់ទុកសត្វនាគគឺជាសត្វដែលខ្លាំងជាងគេបង្អស់អញ្ចឹងបើសិនជាសត្វនាគវាមានវត្តមាននៅក្នុងពិភពលោកមួយនេះតែខ្ញុំគួរតែបារម្ភពីវាអត់បន្ទាប់មកពួកគេក៏បានធ្វើដំណើរមកដល់ភូមិខនហើយជាចម្លែកNaperiaគាត់ក៏បានឃើញមានលបងពាត់ភូមិនឹងជាច្រើនក៏ដោយសារតែពីមុនពេលគាត់មកហ្នឹងគឺអត់មានលបងចឹងទេចំណែកនៅជិតលបងវិញមាន Goblin 2នាក់គេប្រាប់គ្នាឲ្យទៅហៅមេគេមកជុំក្រែអស់ហ្នឹងជាសត្វ Goblin នេះតើពួកឯងជានរណា
ទម្លាក់របស់ពួកឯងចុះភ្លាមទេពួកនេះដូចជាពួកឯងយើងមិនវាយគ្នាទេបើសិនជាមិនមានអីចាំបាច់ជាពិសេសអាមួយពេលអោក្រោះខ្ញុំមិនចង់វាយវាទេជុំពួកនេះគេជាណាគេនេះលោកកាប្លែនមានអីកាត់ឡើងមែនអូមេមកដល់ល្មមអេនរីហ៎អូនៅពេរីយ៉ាអូម្នាក់ស្រីនឹងដែរនោះដូចជាខ្ញុំគិតមែនកាប្លែនទាំងអស់នោះគឺត្រូវបានជប់មកដោយសារតែស្នែងដែលខ្ញុំឲ្យនាងនឹងឯងបន្ទាប់មកគាត់ក៏នឹកឃើញកាលនាងប្រាប់គាត់ថាគាត់មានមិត្តភក្តិម្នាក់រស់នៅទីក្រុងហើយជារៀងរាល់ដងគាត់មកភូមិហ្នឹងដើម្បីប្រាយុទ្ធសិលមកម៉ងកាគាត់ក៏នឹកស្មានមកដល់ដែរថាមិត្តភក្តិរបស់គាត់ហ្នឹងគឺជាអ្នកភេរីយ៉ាយើងអូខ្ញុំយល់ហើយរឿងដែលកើតឡើងហ្នឹងនៅភេរីយ៉ាគាត់ក៏គិតខ្លួនឯងថាប៉ាម៉ារបស់នាងគឺត្រូវបានគេសម្លាប់ហើយអេនរីច្បាស់ជារស់នៅពិបាកអីតែមិនអីទេខ្ញុំនៅទីនេះខ្ញុំនឹងការពារនាងចៅលោកដៃធ្វើអីហ្នឹងចៅតែមិនអីទេខ្ញុំនៅមានប្អូនស្រីដែលត្រូវបារម្ភទៀតខ្ញុំមិនអាចអង្គុយសោកសៅបានទេហ្នឹងហើយអញ្ចឹងគឺមិនដែរមានរឿងអីមែននៅភេរីយ៉ាតើនាងអាចរៀបមែនទេភូមិហ្នឹងគឺថានៅក្នុងខួរក្បាលរបស់គាត់កំពុងតែគិតថាពួកយើងតែពីរនាក់គឺដល់អាយុត្រូវរៀបការហើយខ្ញុំអាចមើលថែនាងចិញ្ចឹមបាញ់បាច់នាងបានជាមួយនឹងលុយដែលខ្ញុំអាចរកបានមានអីមែនហ្នឹងប្រាប់ខ្ញុំអីទាំងអស់មកដែលខ្ញុំអាចជួយបានអរគុណណាស់ខ្ញុំពិតជាសំណាងល្អមែនដែលមានមិត្តភក្តិល្អដូចនៅភេរីយ៉ាហ្នឹងហើយមិនអីទេអ្នកបញ្ចូលសំឡេងចូលតួបន្តិចហើយពួកយើងស្គាល់គ្នាជាយូរដែរហ្នឹងឥឡូវទុករឿងហ្នឹងមកអំឡៃសិនទៅតែមានអីកើតឡើងជាមួយកោប្លែនទាំងអស់ហ្នឹងពួកគេផុសចេញមកនៅពេលដែលខ្ញុំប្រើរបស់ដែលខ្ញុំទទួលបានមកពីអ្នកដែលជួយភូមិមួយហ្នឹងឈ្មោះថា Ein Soul Gold ម្យ៉ាងទៀតពួកគេស្ដាប់បញ្ជាខ្ញុំហើយបានជួយគេការងារជាច្រើនអូចឹងឯណាចុះលោក Ein Soul Gold ហ្នឹងគាត់គឺជាមនុស្សបែបម៉េចដែរខ្ញុំស្មានតែឯងស្គាល់គាត់ដែរខ្ញុំពិតជាចង់ជួបគាត់ម្ដងទៀតណាឯងចង់ជួបគាត់ឲ្យធ្វើអីគេហ៎អូខ្ញុំចង់អរគុណគាត់ដោយត្រឹមត្រូវហ្នឹងណាយល់ហើយត្រូវហើយឯងចង់អរគុណគាត់អូត្រូវហើយបើឯងប្រាប់ខ្ញុំពីគាត់បន្តិចខ្ញុំប្រហែលជាអាចនឹកឃើញដល់អ្នកណាម្នាក់យុទ្ធសាស្ត្ររបស់គាត់គឺខ្លាំងអស្ចារ្យណាស់គ្រាន់តែប្រើមកឆក់កូនតាហ៊ានដេកភ្លាមហ្មងគាត់ប្រើឆក់ប្រហែលជាយុទ្ធសាស្ត្រកម្រិតទី3ចុះអាហ្នឹងលយអត់ចុះលយហ្នឹងហើយយុទ្ធសាស្ត្រកម្រិតទី3ជាយុទ្ធសាស្ត្រខ្ពស់សម្រាប់មនុស្សធម្មតាអាចចេះបានហើយដូចជាខ្ញុំគិតមែនលោកម្ចាស់កូនពិតជាអស្ចារ្យណាស់ហើយម្យ៉ាងទៀតគាត់បានឲ្យទឹកថ្នាំពណ៌ក្រហមមកខ្ញុំមួយទៀតដែលអាចព្យាបាលរបួសភ្លាមតែម្ដងឈប់ចាំមើលគាត់មានមនុស្សស្រីពាក់អាវក្រោះពណ៌ខ្មៅជាមួយនឹងគាត់ឈ្មោះគាត់ដូចជា Albedo ចឹងមានថា Ein Soul Gold នឹងគឺជាម៉មនឹងឯងតែចាំតិចលោកម៉មគាត់ក្រែងជាអ្នកចម្បាំងហីចឹងមិនបានជាគាត់អាចចេះសិលកម្រិត3បានចឹងមានន័យថាគាត់គឺជាអ្នកក្លាហាននៅក្នុងចំណោមអ្នកក្លាហានអីចឹងយើងកំពុងតែចង់ទៅចិត្តខ្លួនមនុស្សបែបហ្នឹងផងឥឡូវរឿងសម្ងាត់របស់គាត់បែកត្រឹមទឹកថ្នាំរបស់គាត់ហ្នឹងឯងមានអីមែនពួកគេល្អដែរតើមែនក៏អីប្រកាសណាស់ក្បាច់ពួកគេមើលទៅគឺគ្មានអីអស្ចារ្យនោះទេក៏ប៉ុន្តែកាល10ថ្ងៃមុនមនុស្សទាំងអស់នោះគឺមិនដែលទាំងប៉ះព្រួយមិនផងមិត្តភ័ក្តិរបស់ពួកគេកូនរបស់ពួកគេនិងអាណាព្យាបាលរបស់ពួកគេត្រូវគេបានសម្លាប់ឥឡូវពួកគេកំពុងតែខំប្រឹងដើម្បីកុំឲ្យមានរឿងបែបហ្នឹងកើតឡើងទៀតពួកយើងគួរតែកោតសរសើរគេបានខ្ញុំសុំទោសផងលោកម្ចាស់ញ៉ាំបានគិតជ្រៅលោកម៉មនមានការងារអីមួយខ្ញុំមែនលោកម៉មនតើលោកគឺជា Ein Soul Gold មែនចុំខ្ញុំអរគុណលោកដែលបានជួយភូមិមួយនេះខ្ញុំមិនមែនខ្ញុំដឹងថាលោកចង់រាក់បាំងរឿងហ្នឹងក៏ដោយសារតែមានមូលហេតុរបស់លោកយ៉ាងណាក៏ដោយភូមិមួយនេះទេខ្ញុំចង់អរគុណលោកដែលបានជួយអេនរីអរគុណខ្លាំងណាស់ដែលបានជួយមនុស្សស្រីដែលខ្ញុំស្រឡាញ់ខ្ញុំក៏មានរឿងមួយដែលលាក់បាំងជាមួយនឹងលោកដែរណាបេតាណាសិនទៅគឺរឿងទឹកថ្នាំពណ៌ក្រហមដែលលោកឲ្យនារីម្នាក់នៅក្នុងតូបស្រានោះអីទឹកថ្នាំមួយនោះវាកម្រខ្លាំងណាស់វាអាចបង្កើតឡើងដោយរបៀបធម្មតាបាននោះទេចឹងហើយខ្ញុំចង់ដឹងថាមនុស្សដែលបង្កើតទឹកថ្នាំនឹងមកជាអ្នកណាចឹងហើយខ្ញុំចង់រៀនរបៀបបង្កើតទឹកថ្នាំមួយហ្នឹងទើបដូច្នេះហើយបានខ្ញុំជាស្នើលោកមកខ្ញុំសុំទោសផងសុំទោសធ្វើអីឯងមិនមានធ្វើអីខុសហ្នឹងឯងស្នើខ្ញុំដោយសារតែឯងចង់តាក់ទងជាមួយនឹងខ្ញុំត្រូវទេមានបញ្ហាអីណាហើយទោះបីជាឯងរៀនបង្កើតទឹកថ្នាំមួយនេះមែនតែឯងមានកម្រងអីខ្លះលើហ្នឹងខ្ញុំមិនបានគិតដល់ហ្នឹងហងខ្ញុំគ្រាន់តែចង់ដឹងសិនហ្នឹងបើសិនជាឯងមិនចង់ប្រើវាទៅលើរឿងអាក្រក់ចឹងវាគ្មានបញ្ហាអីនឹងការដឹងនោះទេលោកពិតជាអស្ចារ្យណាស់ចឹងតើបានអេនរីគាត់ស្ងប់សរសើរលោកនិយាយចឹងមានតែឯងតែម្នាក់ទេដែលដឹងរឿងហ្នឹងត្រូវហើយខ្ញុំអត់ទាន់បានប្រាប់ណាគេទេអូខេចឹងល្អហើយចឹងឥឡូវហ្នឹងខ្ញុំគ្រាន់តែជាអ្នកផ្សងព្រេងធម្មតាឈ្មោះថាម៉ូម៉នខ្ញុំនឹងសប្បាយចិត្តបើឯងមិនភ្លេចរឿងហ្នឹងបាទខ្ញុំយល់ហើយខ្ញុំគិតថាលោកគឺចង់បានបែបហ្នឹងតែទោះយ៉ាងណាក៏ដោយខ្ញុំចង់អរគុណលោកដែលបានជួយអេនរីរបស់ខ្ញុំហើយនិងប្រជាជននៅក្នុងភូមិនេះផងដែរありがとうございましたលោកម្ចាស់ខ្ញុំពិតជាសុំទោសខ្លាំងមែនទែនមិនអីទេគឺដោយសារតែឯងនឹងនិយាយឈ្មោះ Albedo ខ្ញុំនឹងសូមអភ័យទោសលោកដោយជីវិតរបស់ខ្ញុំប្រាប់ថាមិនអីទេអ្នកណាក៏គេចេះមានកំហុសដែរគ្រាន់តែឯងខិតខំប្រឹងប្រែងនិងធ្វើកុំឲ្យមានកំហុសបែបហ្នឹងម្ដងទៀតប៉ុណ្ណឹងទៅគឺបានហើយកំហុសរបស់ឯងលើកនេះគឺយើងបានលើកលែងទោសឲ្យហើយណា Beryl Gamma ហ្នឹងហើយពួកយើងនឹងចូលទៅក្នុងព្រៃចាប់ពីទីនេះតទៅចាំជួយការពារខ្ញុំផងលោកម៉ូម៉ននៅហ្នឹងហើយទៅភ័យស្អីទៀត
វាគ្មានបញ្ហាអីទេអូលោកម៉ូម៉ុនបើសិនជាប្រទះឃើញស្ដេចឆ្លៀសវៃគ្រាន់តែដេញគាត់ចេញឆ្ងាយទៅបានហើយមិនបាច់ចាំសម្លាប់គាត់ទេមិនបានចឹងមូលហេតុដែលបិសាចវាអត់ទាន់ចូលវាយទៅភូមិខនហ្នឹងក៏ដោយសារតែតំបន់មួយហ្នឹងគឺជាតំបន់របស់ស្ដេចឆ្លាតវៃហ្នឹងឯងចឹងហើយបិសាចទាំងអស់ហ្នឹងគឺគេហ៊ានចូលមកទេអូវាមិនអាចទៅរួចទេទោះបីជាលោកម៉ូម៉ុនក៏ដោយក៏ពិបាកវាយដែរខ្ញុំយល់ហើយដៃគូរបស់លោកក៏ជាសត្វដែលប្រើយុទ្ធសាស្ត្រប្រកាសតែអាចធ្វើបានមានតែអ្នកខ្លាំងទេដែលគេអាចធ្វើចរិតបែបហ្នឹងបានអញ្ចឹងឥឡូវខ្ញុំមានកំណត់មួយមានអីដែរលោកម៉ូម៉ុនណាបេគាត់ក៏អាចប្រើយុទ្ធសាស្ត្រដែលស្តៀងទៅនឹងសម្លេងរ៉ូដែរអញ្ចឹងខ្ញុំចង់ឲ្យខ្ញុំពីរនាក់ហ្នឹងទៅឆែកមើលខាងមុខសិនថាវាគ្រោះថ្នាក់ឬមួយក៏អត់បាទមិនអីទេប៉ុន្តែកុំឃ្លាតឆ្ងាយពីពួកយើងពេកយល់ហើយមានអីនៅតំបន់ហ្នឹងស្អាតដែរឥឡូវមកនិយាយគ្នាថាត្រូវចែកចាយឈ្មោះរបស់ខ្ញុំយ៉ាងម៉េចということで私が来ました。អ្នកនាងអូរ៉ាកុំបំភ័យខ្ញុំចឹងទៀតមើលសំទោសផងហើយអ្នកនាងមកដល់នៅតាពីកាលតាំងពីឯងនិងលោកម្ចាស់ចូលទៅក្នុងព្រៃនេះហ៎ឥឡូវបើសិនជាអ្នកគ្នាចាំខ្ញុំរលឹកវិញកាលពីទី2អូរ៉ានិងម៉ារ៉េគាត់ក៏បានផ្ញើសម្បត្តិមកដើម្បីឲ្យអេលបេដូអានជូនទៅម៉ម៉ងហ្គាយើងក្នុងសម្បត្តិហ្នឹងគាត់ក៏ថាដែរគាត់នឹងរីកបន្តឹងការខ្លាំមើលនៅក្នុងព្រៃចិត្តហ្នឹងហើយម្យ៉ាងទៀតគាត់ក៏បានសាងសង់សំណាក់ដើម្បីឲ្យម៉ម៉ងហ្គាយើងដែរចឹងព្រៃមួយហ្នឹងគឺជាព្រៃនេះឯងនៅពេលដែលម៉ម៉ងហ្គាយើងដើរចូលមកគាត់ដឹងថាអូរ៉ាគឺនៅហ្នឹងឯងចឹងហើយគាត់ក៏ហៅចេញមកចឹងឥឡូវខ្ញុំត្រូវការស្វែងរកស្ដេចឆ្លាតវៃហ្នឹងណាបន្ទាប់មកខ្ញុំជូនវាឲ្យលោកម្ចាស់ត្រូវហើយតែឯងអាចធ្វើចឹងបានអត់បានតែលោកម្ចាស់ខ្ញុំដឹងថាពួកគេនិយាយពីអ្នកណាហើយអូខេចឹងឯងទៅធ្វើតាមហ្នឹងទៅអូរ៉ាចាលោកម្ចាស់លោកម្ចាស់មានកម្រងបែបម៉េចដែរខ្ញុំនឹងប្រកួតគ្នាជាមួយនឹងស្ដេចឆ្លាតវៃហ្នឹងចូលប្រកួតគ្នាជាមួយនឹងសត្វអុកតាមផ្លូវហ្នឹងអត់ទាន់គ្រប់គ្រាន់ទេលោកម្ចាស់ទេដើម្បីចែកចាយពាក្យជាចាំរាមរបស់អ្នកផ្សងព្រេងម៉ូម៉ុនហ្នឹងត្រូវតែកម្ចាត់ស្ដេចឆ្លាតឈឺវៃនៅក្នុងព្រៃនេះក៏ដោយសារតែកម្លាំងគេក៏ខ្លាំងដែរចឹងហើយឈ្មោះយើងគឺកាន់តែល្បីថែមទៀតហ្វេនហើយនៅ Quadracil ពួកឯងបារម្ភនឹងខ្ញុំមែនណែចូលមើលខ្ញុំត្រូវការធ្វើការងារឲ្យលោកម្ចាស់ឥឡូវចឹងក៏បានដែរខ្ញុំឲ្យពួកឯងទៅតាមខ្ញុំដែរចឹងខ្ញុំចង់បានវាដែរតែធ្វើម៉េចបើវាជាពីលោកម្ចាស់ហើយហ្នឹងចុំយកអត់កើតទេមានអីធំមួយកំពុងតែធ្វើដំណើរមកខាងហ្នឹងហើយវាអាចជាស្ដេចឆ្លៀសវៃនឹងទីដឹងមិនអីទេទៅឲ្យពួកខ្ញុំម្នាក់ចាត់ការពួកយើងពឹងលើលោកហើយលោកម៉ូម៉ុនហេហើយចាំបាច់មុខក្រហមវិញប្រយ័ត្នប្រយែងផងបាទដឹងហើយឥឡូវនាំគ្នាចេញពីព្រៃនេះលឿនទៅឡបើនាំគ្នាទៅអស់ចឹងមានណាគេនៅមើលអញវាយស្ដេចឆ្លាតវៃហ្នឹងចឹងគួរតែកាត់ជើងវាដើម្បីបញ្ជាក់ណាឯងអាចទប់ទល់ជាមួយនឹងក្បាច់យើងមកក្បាច់នេះគួរឲ្យសរសើរមែនឥឡូវឯងជ្រៀតបំពេញទឹកដីរបស់យើងឯងត្រូវតែត្រឡប់ទៅវិញឲ្យលឿនយើងមិនដេញតាមឯងទេទុកជាការគោរពកោតសរសើរនៃការការពាររបស់ឯងមួយនេះពិតជាផ្ដេសផ្ដាស់មែនមិនអត់ហ៊ានបង្ហាញមុខខ្លួនឯងហ្នឹងមិនខ្លាចមែនណាឬមួយក៏ឯងអៀនសំដីលយគ្រាន់បើណាឥឡូវបានណាឥឡូវយកភ្នែកមកមើលទម្រង់របស់យើងឯងនឹងមានការភ័យខ្លាចមិនគួរជឿទេនេះយើងធំក្លិនចំហាយភាពភ័យខ្លាចរបស់ឯងមកហើយឥឡូវខ្ញុំសួរឯងមួយមើលឯងគឺជាប្រភេទសត្វដូចជារៀន hamster មែនមិនបានឯងដឹងថាយើងប្រភេទសត្វអីគេហ្នឹងហើយគួរតែនិយាយថាម៉េចវិញខ្ញុំមានមិត្តភក្តិមួយដែលពីមុនហ្នឹងគេមានសត្វចិញ្ចឹមដូចជាឯងចឹងនេះបើសិនជាមានប្រភេទសត្វដូចខ្ញុំចឹងមែនខ្ញុំចង់ដឹងខ្លាំងណាស់ដោយសារបើសិនជាខ្ញុំអត់មានណាគេបន្តពូជជាមួយទេខ្ញុំច្បាស់ជាចប់ហើយវាមិនអាចទៅរួចទេជាមួយនឹងមៀតដែលធំរបស់ឯងមួយនេះហ៎ចប់បាត់ហើយចឹងឥឡូវឈប់និយាយគ្នាច្រើនប្រកួតគ្នាគ្រាន់តែលើឈ្មោះស្ដេចឆ្លាតវៃហ្នឹងស្មានតែគេខ្លាំងអស្ចារ្យណាស់ណាតាមការពិតកដៅបមេះសោះឯងមកឆ្លៀតបំពេញទឹកដីដែលយើងគ្រប់គ្រងនៅឥឡូវយើងនឹងឲ្យឯងធ្វើជាម្ហូបអាហាររបស់យើងហើយពិតជាគួរឲ្យអស់សង្ឃឹមមែនណាជំហាយនៃភាពអស់សង្ឃឹមកម្រិតទី1ខ្ញុំសុំចុះចាញ់ហើយលោកម្ចាស់សម្លាប់វាអត់បើសិនជាលោកម្ចាស់សម្លាប់ខ្ញុំគិតថាខ្ញុំចង់បានស្បែកវាមើលទៅស្បែករបស់វាប្រហែលជាកក់ក្ដៅខ្លាំងណាស់អូយកុំចឹងអីហ្នឹងមែនស្ដេចឆ្លាតវៃត្រូវហើយឈប់បារម្ភទៅឥឡូវហ្នឹងវាក្នុងការគ្រប់គ្រងរបស់ខ្ញុំវាមិនធ្វើអីប្រេះផ្ដាស់ទេពិតជាអស្ចារ្យមែន
សត្វយុទ្ធសាស្ត្រខ្ញុំមានអារម្មណ៍ថាកម្លាំងនិងប្រាជ្ញាចេញមកពីគាត់ហើយនោះចុំគេនាំគ្នានិយាយពីអីហ្នឹងណាបេឯងគិតយ៉ាងម៉េចដែរបើយើងទៅកម្លាំងគាត់មកខាងមើលទៅផ្នែករបស់គាត់មើលទៅគួរឲ្យស្រឡាញ់ដែរតើលោកម៉មនបើសិនជាលោកយកសត្វមួយហ្នឹងចេញពីភូមិនេះទៅអញ្ចឹងมันបេសាចវាមកវាយភូមិនេះហីចុះមិនដែរវាអាចនឹងមានរឿងនឹងកើតឡើងដែរអញ្ចឹងលោកម៉មនតែខ្ញុំអាចធ្វើជាអ្នករួមក្រុមរបស់លោកបានអត់ហ៎ដោយសារតែខ្ញុំចង់ការពារអេនរីនិងភូមិមួយនេះនៅពេលរាគាត់ក៏បានសុំមកម៉ងកាយយើងចូលទៅធីមគាត់ថាចង់ឲ្យគាត់ធ្វើអីក៏បានដែរធ្វើជាគ្រូពេទ្យធ្វើជាអ្នកលើកអីវ៉ាន់ធ្វើជាអីក៏បានដែរហើយទៅមកម៉ងកាយគាត់ថាអីមិនអាចចូលក្រុមមួយយើងបានទេក៏ប៉ុន្តែខ្ញុំនឹងជួយផ្ដល់កម្លាំងរបស់ខ្ញុំដើម្បីការពារភូមិមួយនេះហើយខ្ញុំក៏ប្រហែលជាត្រូវការជំនួយពីឯងដែរបន្ទាប់មកពួកគេក៏បានមកដល់ក្រុងវិញហើយពួកគេក៏បានចែកផ្លូវគ្នាទៅមកម៉ងកាយយើងឥឡូវតាគិតថាគួរតែមានមរណភាពឬមួយក៏ខ្មាស់គេឥឡូវហ្នឹងជិះក្តៅប៉ុណ្ណានៃដូចឈួតはいសាច់រឿងក៏បានស្រេះត្រឹមប៉ុណ្្នឹងទៅជួបគ្នានៅវីដេអូក្រោយ